ទស្សនវិស័យមួយសម្រាប់គ្រូខ្ញុំគឺថា impact a skill to be a self dependent person by the age of 18ខ្ញុំផ្ដើមចេញពីថាយុវជនយើងគាត់រៀនចប់ទី12គាត់មានអាយុ18ក៏ប៉ុន្តែជាក់ស្ដែងយើងមើលក្នុងសង្គមការប្រឡូកក្នុងសង្គមជាក់ស្ដែងគាត់ច្បាប់យើងក៏បានចែងដែរថាអាយុ18មានសិទ្ធិ employ to be employed ពេញតួនាទីការងារមួយប៉ុន្តែជាក់ស្ដែងពេលដែលគាត់ចប់ថ្នាក់ទី12ទៅហើយគាត់មានអាយុ18គាត់អត់ទាន់មាន skill គ្រប់គ្រាន់ក្នុងការបំពេញការងារអញ្ចឹងខ្ញុំដើរពីចំណុចហ្នឹងហើយនឹងការប្រឡូកបទពិសោធន៍ខ្លួនឯងកន្លងមកបាទបោះខ្ញុំរកឃើញថាបាទអញ្ចឹងយុវជនដែលសិស្សនៅចន្លោះអាយុ15ទៅ24ដែលរៀននៅកម្រិតអនុវិទ្យាល័យបោះបង់ឬបញ្ចប់ការសិក្សាថ្នាក់ទី12ទៅបំពេញការងារជាកម្មករដែលគ្មានជំនាញឬគ្មានស្វ័យភាពក្នុងការរស់នៅដោយខ្លួនឯងហើយបន្តការសិក្សានៅសាកលវិទ្យាល័យឬក្នុងជីវិតផ្ទាល់ខ្លួនគាត់ទេបាទអញ្ចឹងអ្វីដែលយើងរកឃើញហើយខ្ញុំដាក់ជាដំណោះស្រាយសួរខ្លួនឯងតើយើងអាចធ្វើឲ្យបានសម្រាប់ដោះស្រាយបញ្ហាហ្នឹងអញ្ចឹងទី1គឺថាយើងបង្កើតជាសាលាឬមជ្ឈមណ្ឌលដែលជាទីកន្លែងមួយដល់ឲ្យសិស្សរៀននៅកម្រិតអនុវិទ្យាល័យចុះគាត់រៀននៅសាលារដ្ឋរៀនចោះឯកជនរៀនចោះគាត់អាចរៀនមកវេនទៀតគាត់អាចមករៀនជាមួយយើងដើម្បីគាត់ធ្វើការស្វែងរកទេពកោសល្យដកស្រង់វឹកហាត់ជំនាញណាមួយបន្ថែមពីសាលារដ្ឋបាទអញ្ចឹងធ្វើឲ្យគាត់ពេលចប់ទី12អាយុ18គឺគាត់មានជំនាញស្នូលមួយដែលគាត់អាចជួយខ្លួនឯងបានបាទអញ្ចឹងជួយបន្តទៀតអញ្ចឹងចំណុចពិសេសរបស់យើងគឺជាសាលាមួយដែលអត់ជាន់ជាមួយរដ្ឋអត់ជាន់ជាមួយនឹងសាលាឯកជនទេអត់ជាន់ជាចំណេះដឹងទូទៅទេវាថាយើងផ្ដោតលើ skill ដែលកូនសិស្សគាត់រៀននៅសាលារដ្ឋមកវិញនៅជាមួយយើងមកវិញប៉ុន្តែយើងអត់រៀនជាន់ជាមួយនឹងសាលារដ្ឋទេបាទអញ្ចឹងយើងមានកម្មវិធីអង់គ្លេសដូចខ្ញុំបានរៀបរាប់ខាងលើហ្នឹងបាទចេញតតិចទៀតបាទអញ្ចឹងនេះកម្មវិធីរបស់យើងដែលយើងបញ្ចូលក្នុងកម្មវិធីរបស់យើងដែលរៀនកន្លះថ្ងៃហ្នឹងណាបាទមានអង់គ្លេសចិនអញ្ចឹងទៅបាទ